គ្រប់ពេលដែលគាត់ដេកលក់ព្រលឹងរបស់គាត់តែងតែចេញពីក្នុងខ្លួនប្រាណរបស់គាត់ជារឿយៗនឹងឯងគ្រប់ពេលដែលព្រលឹងរបស់គាត់ចេញពីខ្លួនប្រាណរបស់គាត់ហ្នឹងណាធ្វើឲ្យគាត់បានឃើញវិញ្ញាណខ្មោចដៃហោងវិញ្ញាណខ្មោចអនាថាផ្សេងៗទៀតហ្នឹងឯងដែលមានរូបរាងអាក្រក់គួរខ្លាចខ្លាំងមែនទែនវាព្យាយាមដណ្ដើមគ្នាហ្នឹងណាចង់ចូលស្ថិតនៅក្នុងរាងកាយរបស់គាត់ហ្នឹងឯងដែលធ្វើឲ្យគាត់ជាម្ចាស់សម័យខ្លួនគាត់មានអារម្មណ៍ថាខ្លាចខ្លាំងមែនទែនយប់ខ្លះគឺគាត់ចង់ដេកទេដោយសារអីគាត់ខ្លាចថាចេះបើមិនជាគាត់ដេកលក់បាត់ព្រលឹងរបស់គាត់ហ្នឹងណាអាចនឹងចេញពីក្នុងខ្លួនប្រាណរបស់គាត់ជារៀងរហូតគាត់ថាបានដែរហើយរឿងរ៉ាវដែលគាត់បានចែករំលែកមកហ្នឹងវាគឺជារឿងរ៉ាវមួយតាក់ទងជាមួយនឹងមនុស្សផ្លឹកហ្នឹងឯងទាំងអស់គ្នាធម្មតាមនុស្សផ្លឹកចាស់ៗគាត់ជឿមកថាមនុស្សផ្លឹកគឺគាត់អត់បានស្លាប់ទេគ្រាន់តែរាងកាយរបស់គាត់គឺដេកស្លុកស្លុនអីចឹងទៅអ្នកខ្លះដេក3 4ថ្ងៃអីក៏មានដែរហើយបើសិនជារបៀបថាម្ដាយឪពុកឬមួយក៏ក្រុមគ្រួសារអត់ដឹងទេនឹងជួលរោងបន់នឹងយកមកជួយយកអីមកហ្មងហើយធ្វើបន់សពឲ្យពួកគាត់អីក៏មានដែរដោយសារអីគាត់ថាពួកគាត់បានស្លាប់នឹងឯងហើយបើសិនជារឿងរ៉ាវតាក់ទងមួយរឿងផ្លឹកនឹងវិញខ្ញុំជឿថាអ្នកទាំងអស់គ្នាគឺអត់សាបានលឺខ្លាំងមែនតើជាពិសេសគឺវាកើតឡើងទៅលើចាស់ៗនឹងឯងតែខុសប្លែកអីគឺកើតឡើងទៅលើសនិទ្ធក៏ប្រាប់ថាចេះរឿងរ៉ាវមួយនោះវាកើតឡើងមកលើគាត់ហ្នឹងកាលពីក្នុងឆ្នាំ2018អីទេពេលហ្នឹងគាត់មានអាយុ20ឆ្នាំគាត់ថាពេលហ្នឹងគាត់បានចេញធ្វើការធ្វើអីហើយវាក៏ជាពេលមួយនៅពេលគាត់ចេញធ្វើការទៅហ្នឹងគាត់មានបញ្ហានៅកន្លែងការងារច្រើនខ្លាំងមែនតើដោយសារតែគាត់មនុស្សថ្មីខ្មៅអញ្ចឹងណាពេលគាត់ចូលធ្វើការគាត់ត្រូវមាត់បុគ្គលិកចាស់ស្ដីឲ្យបុគ្គលិករបៀបថាមេស្ដីអីផងអ្នកផ្សេងស្ដីផងអញ្ចឹងគាត់មានអារម្មណ៍ថា stress ខ្លាំងមែនតើហើយនៅក្នុងក្រុមគ្រួសារវិញក៏រៀងមានបញ្ហាកម្មកោដែរអត់សូវជាត្រូវគ្នាហ្មងទេម៉ាក់ប៉ារបស់គាត់អាសាឈឺគ្នាអញ្ចឹងណាដែលធ្វើឲ្យគាត់មានអារម្មណ៍ថាពិបាកចិត្តខ្លាំងណាស់មួយយប់គាត់ដេកអត់បានលក់ទេទាំងអស់គ្នារយៈពេលប្រហែលជាខ្ទង់2អាទិត្យដែលគាត់មិនសូវបានដេកលក់អញ្ចឹងណាអញ្ចឹងគាត់ក៏ត្រូវពឹងផ្អែកទាំងស្រុងទៅលើថ្នាំមួយដេកឆ្នាំមួយដេកដែលគាត់លេបហើយគាត់លេបគឺគាត់មិនលេបកន្លះគ្រាប់ឬក៏មួយគ្រាប់ទេគាត់លេប2គ្រាប់ជប់ខ្លះទៀតលេប3គ្រាប់ក៏មានដែរទាំងអស់គ្នាអញ្ចឹងពេលគាត់លេបហ្នឹងគឺធ្វើឲ្យគាត់ដេកលក់ស្រួលខ្លាំងមែនតើយប់ទី1យប់ទី2យប់ទី3ដែលគាត់លេបហើយហ្នឹងគឺគាត់យល់សាប់ឃើញរឿងល្អអញ្ចឹងទៅតែគាត់ថាអញ្ចឹងគ្រប់ពេលគាត់លេបថាមួយដេកគាត់ដេកលក់ហ្នឹងគឺគាត់តែងតែបានឃើញព្រលឹងរបស់គាត់ដើរចេញពីក្នុងខ្លួនប្រាណរបស់ខ្លួនឯងហ្នឹងឯងអញ្ចឹងនៅពេលដែលព្រលឹងរបស់គាត់ចេញពីក្នុងខ្លួនគាត់ងាកទៅព្រលឹងមើលខ្លួនប្រាណរបស់គាត់ហើយគាត់មានអារម្មណ៍អាឡោះឡៃទាំងអស់គាត់មានអារម្មណ៍មួយថាគាត់ទៅទៀតបានទៅកន្លែងស្អាតកន្លែងថ្មីហ្នឹងហើយព្រោះមានតែពេលដេកលក់ទេទៅធ្វើឲ្យគាត់ហ្នឹងយល់សាប់ឃើញរឿងល្អនឹងឯងអញ្ចឹងគាត់ក៏បន្តលេបថ្នាំមួយដេកចង់ជាប្រចាំនឹងឯងទាំងគ្នាគាត់ថាដំបងណាពេលគាត់លេបថ្នាំមួយដេកហើយហ្នឹងគាត់បានជួបមនុស្សប្រុសស្អាតគេស្រឡាញ់គាត់គេមើលថែគាត់អីចឹងទៅប៉ុន្តែយូរទៅទាំងគ្នារំលងបានផាច់ជាខ្ទង់បានទឹកហ្នឹងគាត់ចាប់បានយល់សាប់ឃើញរឿងអត់ស្រួលទេគាត់ថាគ្រប់ពេលដែលគាត់ហ្នឹងព្រលឹងរបស់គាត់ចេញក្នុងខ្លួនប្រាណរបស់គាត់ពេលគាត់លេបថ្នាំមួយដេកហើយហ្នឹងគឺពេលដែលព្រលឹងរបស់គាត់ចេញក្នុងខ្លួនប្រាណរបស់គាត់ម្ដងគាត់តែងតែមើលឃើញជុំវិញផ្ទះរបស់គាត់ហ្នឹងគឺលឺសំឡេងតុកតាក់ហើយពេលខ្លះទៀតហ្នឹងប្អូនបន្ទប់របស់គាត់គឺបើកហ្មងបើកចោលហ្មងហើយខ្លួនប្រាណរបស់គាត់ក៏ដេកលើក្រេដូចធម្មតាហ្នឹងឯងប៉ុន្តែនៅខាងក្រៅគឺគាត់បានឃើញស្រមោលច្រើនខ្លាំងមែនតើស្រមោលដែលគាត់ឃើញហ្នឹងគាត់ជឿជាក់ថាវាជាវិញ្ញាណដូចគាត់អញ្ចឹងគ្រាន់តែគាត់មិនទាន់ស្លាប់ទេទាំងអស់គ្នាគាត់ថាព្រលឹងរបស់គាត់ចេញក្នុងខ្លួនអញ្ចឹងណាប៉ុន្តែគាត់ក៏មិនទាន់គិតអីច្រើនដែរគាត់ក៏ចេញពីខ្លួនប្រាណរបស់គាត់ទៅដើរលេងទៅជួបជាមួយអ្នកដែលគាត់យល់សាប់ឃើញរហូតហ្នឹងទៅរោមួយគេរហូតទៅដើរលេងដល់មួយគេរហូតអញ្ចឹងណាពេលហើយក៏ត្រឡប់មកវិញដូចតដងអញ្ចឹងទាំងអស់គ្នាប៉ុន្តែ3ជប់ក្រោយមកទៀតពេលដែលគាត់លេបថ្នាំមួយដេកនឹងហើយទាំងអស់គ្នាព្រលឹងគាត់ចេញពីក្នុងខ្លួនប្រាណរបស់គាត់ណាគាត់តែព្រលឹងគាត់ចេញភ្លាមគាត់បានឃើញពពួកវិញ្ញាណដែលគាត់បានឃើញពីដំបងគាត់នៅឈរនៅខាងក្រៅផ្ទះឈរនៅខាងក្រៅពួកផ្ទះហ្នឹងចាប់ដើមទៅដើមគ្នាសម្រុកចូលក្នុងបន្ទប់របស់គាត់នឹងឯងនៅក្នុងយល់សប្តិហ្នឹងគាត់ខ្លាចខ្លាំងមែនតើគាត់ព្យាយាមចង់ចូលក្នុងខ្លួនប្រាណរបស់គាត់ណាប៉ុន្តែមានដៃគេទាញគាត់ថាគេទាញដៃគាត់ទាញជើងគាត់ឲ្យគាត់ចូលទេប៉ុន្តែគាត់នៅតែចូលបានសម្រេចអញ្ចឹងដែលធ្វើឲ្យគាត់ទាំងអស់គ្នាពេលដែលចាក់នឹងខ្លួនឡើងនៅពេលព្រឹកឡើងគាត់មានអារម្មណ៍ថាខ្លាចខ្លាំងមែនតើគាត់ក៏បានយករឿងទាំងអស់នោះប្រាប់ម៉ាក់ប៉ារបស់គាត់ប៉ុន្តែគ្រប់គ្នាគិតថាចែកគាត់នឹងលេបថ្នាំមួយដេកច្រើនពេកអាចមានបញ្ហាស្ទះអារម្មណ៍អញ្ចឹងចាប់ពីពេលហ្នឹងទៅមិនបាច់លេបថ្នាំមួយដេកលេបអីទៀតទេហើយគាត់ទៅរកពេទ្យចិត្តសាស្ត្រឲ្យគេផ្ដល់ច្បាប់អីគាត់អញ្ចឹងណាដោយសារគាត់កាន់តែស្រួលមែនតើអញ្ចឹងទៅប៉ុន្តែគាត់ព្យាយាមប្រាប់មកថាអត់ទេគាត់មានបញ្ហាស្ទះអារម្មណ៍អីទេប៉ុន្តែគាត់ពិតជាបានឃើញមែនគ្រប់ពេលដែលព្រលឹងរបស់គាត់ចេញក្នុងខ្លួនប្រាណរបស់គាត់គឺមានវិញ្ញាណខ្វាប់វិញ្ញាណតែងហោផ្សេងទៀតហ្នឹងព្យាយាមសម្រុកចូលក្នុងខ្លួនប្រាណរបស់គាត់នឹងឯងគាត់ព្យាយាមប្រាប់អញ្ចឹងទៅប៉ាម៉ាក់របស់គាត់ហ្នឹងតែដូចនិយាយអញ្ចឹងប៉ាម៉ាក់របស់គាត់គឺអត់ជឿគាត់ទេបើនៅកន្លែងការងារវិញគាត់ប្រាប់គេសើចគាត់គេប្រាប់ថាចេះមីអូនឯងទៅគ្រូច្បាប់មួយគ្រូពេទ្យជំនាញទៅកុំអាការៈធ្ងន់ធ្ងរទៅហើយអ្នកខ្លះគេសើចជាមួយនឹងអីគាត់និយាយហ្មងគេគិតថាគាត់កុហកគិតគាត់និយាយលេងទើបទីចំណាប់អារម្មណ៍អីក៏មានដែរទាំងគ្នាដែលធ្វើឲ្យគាត់ចាប់ពីហ្នឹងមកគាត់សើចហ៊ានដេកយប់ហ្មងទេហើយគាត់ក៏មានបានសួរច្បាប់ពីណាគេទៀតដែរទាំងគ្នាគាត់ព្យាយាមនិយាយថាពេលនៅបន្ទប់អញ្ចឹងពេលយប់ឡើងមក6 7យប់ហ្នឹងគឺផឹកកាហ្វេធ្វើមិនក៏មកដេកលក់ហ្មងគាត់យកការងារយកមកធ្វើប្រឡប់អញ្ចឹងណា3 1យប់ដំបូងគឺគាត់របៀបថាចាប់ដើមមានអារម្មណ៍មួយគឺរឿងអស់កម្លាំងទៅប៉ុន្តែយប់ទី5ទាំងគ្នាគឺគាត់ដេកលក់ទៅភ្លឹងដោយបាច់ដេកថាមួយដេកទេទាំងឲ្យស្មៃមើលទៅមនុស្សដែលអត់ដែរពេលថ្ងៃធ្វើការផងអីផងពេលយប់អត់បានដេកផងអីផងគឺអស់កម្លាំងខ្លាំងមែនតើហើយមុខមាត់គាត់ក៏ស្លេកស្លាំងខ្លាំងដែរអញ្ចឹងគាត់ថានៅយប់ទី5ពេលគាត់ដេកហ្នឹងគឺគាត់គ្រាន់តែដាក់ខ្លួនទៅលើខ្នើយភ្លាមទាំងគ្នាគាត់ដេកលក់ទៅភ្លឹងហ្មងហ
ហើយពេលគាត់ដេកលក់ភ្លាមហ្នឹងគឺអត់ខុសពីកន្លងមកទេព្រលឹងរបស់គាត់ចាប់ផ្ដើមចេញពីក្នុងខ្លួនប្រាណរបស់គាត់ខ្ញុំអាចនិយាយបានថានៅពេលនិយាយអាហ្នឹងហើយអ្នកអាចនឹងមិនសូវជឿបានទេតែតើតើគាត់ជួបអារម្មណ៍បែបហ្នឹងប៉ិតទៅគាត់ដឹងមកថាមិនអីមិនគឺគាត់និយាយថាក្នុងព្រលឹងរបស់គាត់ដឹងខ្លួនតែខ្លួនចេញពីក្នុងខ្លួនប្រាណរបស់គាត់ណាប៉ុន្តែគាត់ចូលវាអត់កើតគាត់ក្រាបដើរចេញមកអញ្ចឹងក៏សាប់តែមានវិញ្ញាណទាំងអស់គ្នាគាត់ថាពួកមានវិញ្ញាណអស់ហ្នឹងហ្នឹងគឺសើចចំអកគាត់ហើយម្នាក់គឺមានមុខមាត់គួរខ្លាចខ្លាំងមែនតើអ្នកខ្លះទៅភ្នែកលៀនអ្នកខ្លះទៀតទៅឈាមហូរពេញខ្លួនអ្នកខ្លះទៀតទៅទាំងអស់គ្នាគឺជើងវាដាច់មកចំហៀងអីក៏មានដែរគឺខុនច្រើនខ្លាំងមែនតើពេញនៅក្នុងបន្ទប់គាត់នឹងឯងជាពិសេសនៅពេលគាត់ព្យាយាមចង់ចូលក្នុងខ្លួនប្រាណរបស់គាត់វិញហ្នឹងគឺមានមនុស្សដែលរបៀបថាពេលគាត់យល់សប្ការកន្លងមកនេះគឺម្ដងគាត់ដើរលេងហ្នឹងប្រែជារូបរាងអាក្រក់ខ្លាំងមែនតើចាប់អុកក្បាលរបស់គាត់ចាប់វាយគាត់អីក៏មានដែរដែលធ្វើឲ្យគាត់មានអារម្មណ៍ថាពួកហ្នឹងគឺព្យាយាមចូលជីវិតរបស់គាត់ច្រើនជាងចង់ឲ្យគាត់មានចង់ឲ្យគាត់មានក្តីសុខនៅក្នុងយល់សប្គឺគាត់មានអារម្មណ៍ចាប់ដើមមានអារម្មណ៍ចឹងឯងទាំងគ្នាប៉ុន្តែគាត់ពិតជាចូលវាអត់បានទេចូលខ្លួនវិញគឺអត់បានសោះគាត់ឃើញខ្លួនប្រាណរបស់គាត់ហ្នឹងមានគេចូលស្ថិតម្ដងនេះចូលអីចឹងទៅចឹងរហូតទាំងគ្នាគាត់ចូលអត់បានសោះហ្មងណាមិនយប់គាត់ចូលអត់បានចឹងប៉ុន្តែគាត់នៅដើរក្បែរជុំវិញផ្ទះគ្រាន់តែគាត់ចូលក្នុងរាងកាយគាត់បាននឹងឯងរហូតដល់គាត់ដែរទាំងគ្នាគាត់បានឃើញម៉ាក់ប៉ារបស់គាត់និមន្តព្រះសង្ឃមកនាំគាត់ទៅពេទ្យហើយទៅពីអាចារ្យមកទៀតហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាតើព្រលឹងរបស់គាត់អាចត្រឡប់ចូលទៅក្នុងរាងកាយរបស់គាត់វិញបានឬក៏អត់អ្នកទាំងអស់គ្នាកុំភ្លេចតាមដានទស្សនារឿងម៉ោងហត់ព្រលឹងដែលជារឿងរបស់ប្រតិកម្មអភិភៀមដែលនឹងធ្វើការចាក់បញ្ចាំងនៅថ្ងៃទី6ខែសីហាឆ្នាំ2026ហ្នឹងឯងគ្រប់គ្រងជនទាំងអស់តែម្ដងហើយបើសិនអ្នកទាំងអស់គ្នាចង់ដឹងកាន់ច្បាស់ទៀតណាកុំភ្លេចទៅមើលបានទាំងអស់គ្នាដោយសាររឿងមួយហ្នឹងគេដកស្រង់ចេញពីជីវិតពិតនឹងឯងទាំងអស់គ្នាដោយសារជីវិតពិតរបស់យើងគឺធ្លាប់មានអ្នកខ្លះគាត់ផ្លឹកគាត់ដេកយល់សប្អាក្រក់គាត់ដេកលក់ព្រលឹងរបស់គាត់ជាក្នុងខ្លួនប្រាណរបស់គាត់អីចឹងទៅចឹងមិនសិនចង់ដឹងច្បាស់កុំភ្លេចតាមដានទស្សនាបានចាំទាំងអស់គ្នាឯងខ្ញុំមានតែប៉ុណ្្នឹងទេទាំងអស់គ្នាបាយបាយ